ចឹងនៅតនេះដឹងស្រាប់ហើយថា Minecraft គឺគេបានតម្លាក់ជាមួយនឹង version ថ្មីជាងលេគឺ version 26.1 ចឹងនៅក្នុង version ហ្នឹងគឺគេបាន update ជាមួយនឹងកូនសត្វឲ្យវាខ្ជូតហើយកែជាមួយនឹងសលេងសត្វសលេងអីចឹងទៅឲ្យវាលោជាងមុនណាអញ្ចឹងមកជាមួយនឹងការ update កូនសត្វខ្ជូតហ្នឹងគឺគេបានបន្ថែមជាមួយនឹង item ថ្មីមកមួយផងដែរអញ្ចឹង item ថ្មីមួយហ្នឹងគឺមានឈ្មោះថា Golden Deadline អញ្ចឹងអត្ថប្រយោជន៍របស់ item ថ្មីមួយហ្នឹងគឺវានឹងធ្វើការបញ្ឈប់ការលូតលាស់របស់កូនសត្វអញ្ចឹងមានន័យថាយើងដាក់វានៅលើកូនសត្វទៅគឺកូនសត្វហ្នឹងគឺវាអត់ចេះធំទេគឺវានៅតូចចឹងរហូតនៅខ្ជូតចឹងរហូតណាអញ្ចឹងរបៀបក្រាស់វាគឺមានឲ្យបាត់ទេអ្នកនរគ្នាគាត់និយាយផ្កាពណ៌លឿងមួយមកហើយដាក់កតិចមាសចំនួន9ជុំវិញទៅគឺយើងអាចក្រាស់វាបានហើយអញ្ចឹងខ្ញុំមិនដឹងថាវាមានប្រយោជន៍អីទេតែប្រហែលជាវាមានប្រយោជន៍សម្រាប់អ្នកដែលចូលចិត្តកូនសត្វខ្ជូតអីចឹងទៅចឹងដាក់វាទៅគឺវាធំតែគឺវានៅទូចហើយខ្ជូតចឹងរហូតកំតែសម្រាប់ខ្ញុំគឺវាមានប្រយោជន៍ទេព្រោះថាឆ្ងាញ់ហើយឆ្ងាញ់មែនតើចឹងវីដេអូនេះក៏មានតែប៉ុណ្្នឹងទេហើយមុនទៅសូមផ្លេចជួយចុច Sub មួយបងអូខេចុច Subscribe